ជំរាបសួរនេះគឺជាវីដេអូទី2ដែលបងប្អូនបានទស្សនាវីដេអូរបស់ខ្ញុំកាលពីវីដេអូទី1ហើយដែលខ្ញុំចែករំលែកទៅលើ$300នៃប្រាក់ខែរបស់យើងគួរចាត់ចែងបែបណាអញ្ចឹងវីដេអូទី2នេះវាគួបផ្សំទៅនឹងការចំណូលចំណាយហើយនិងការដកទៅសន្សំរបស់បងប្អូនផងដែរដោយបងប្អូនឃើញរូបនេះអញ្ចឹងបាទគឺខ្ញុំថតនេះគឺថតដោយដៃផ្ទាល់ហើយធ្វើដោយដៃខ្លួនឯងផ្ទាល់ផងដែរវាគឺជាអាហារពេលព្រឹករបស់ខ្ញុំបាទអាហារពេលព្រឹករបស់ខ្ញុំគឺមានប៉ុណ្នេះបងប្អូនណាគឺពងទាស្ងោរមួយគ្រាប់បើសិនជាបងប្អូនយកទៅញ៉ាំបងប្អូនអាចញ៉ាំពីរគ្រាប់ណាប៉ុន្តែដោយសារតែខ្ញុំញ៉ាំតិចញ៉ាំឆាប់ឆ្អែតអញ្ចឹងខ្ញុំញ៉ាំតែមួយគ្រាប់ឯងគឺគ្រប់គ្រាន់ហើយខ្ញុំមានជាស្ពៃតឿស្ងោរបងប្អូនស្ពៃតឿនេះបងប្អូនជួយរកស្ពៃតឿណាដែលយើងប្រកាសថាដាំដោយដៃកសិករខ្មែរយើងណាជៀសវាងការប្រើប្រាស់ជីគីមីច្រើនបងប្អូនហើយជាមួយសសក់ក៏ដូចគ្នាដែរគឺយើងប្រើជាមួយសសក់ស្រស់បែបនេះបងប្អូនអាហារពេលព្រឹករបស់យើងគឺវាសម្បូរទៅដោយប្រូតេអ៊ីនព្រមទាំងសារធាតុចិញ្ចឹមវីតាមីនច្រើនតាមរយៈអាហារបៃតងបន្លែបៃតងហើយនិងសុទ្ធរបស់យើងអញ្ចឹងបងប្អូនមើលទៅថាមួយពេលនេះវាចំណាយអស់ប្រមាណដែរបងប្អូនណាគឺវាចំណាយអស់តិចមែនតើពងទាមួយគ្រាប់បាទតែ500លុយខ្មែរទេហើយស្ពៃមួយដុំគឺមួយដុំប្រមាណមួយដុំ1000បងប្អូនណាពីរដុំ1500ហើយនៅពេលដែលយើងញ៉ាំមួយពេលគឺអស់អត់ដល់មួយដុំទេបងប្អូនគឺអស់1/3នៃមួយដុំហើយតែសក់គឺយើងញ៉ាំតែមួយបងប្អូនណាបាទអញ្ចឹងបានន័យថាអាហាររបស់យើងគឺនៅក្នុងមួយពេលហ្នឹងគឺអស់ចន្លោះពី1000ទៅដល់1500រៀលប៉ុន្តែវាជួយអ្វីបានខ្លះបងប្អូនណាទី1គឺជួយទៅដល់សុខភាពបាទប្រូតេអ៊ីនរបស់បងប្អូនដែលញ៉ាំទៅគឺវាមានសារធាតុគ្រប់គ្រាន់ដើម្បីសរីរាង្គរបស់យើងហើយទី2គឺការចាយវាយបាទការសន្សំលុយកាក់របស់យើងបើសិនជាយើងមានលុយច្រើនបាទយើងអាចចាយហូបចុកច្រើនជាងទៅក៏ប៉ុន្តែអាការហូបចុកច្រើនហ្នឹងក៏វាប៉ះពាល់ទៅដល់សុខភាពរបស់យើងផងដែរបងប្អូនណាអញ្ចឹងយើងមានចំណាយតិចតួចហើយយើងហូបត្រូវគោលដៅបាទយើងសល់ទាំងលុយយើងបានទាំងសុខភាពល្អអញ្ចឹងវីដេអូខ្ញុំមានប៉ុណ្នេះបើសិនជាបងប្អូនចាត់ទុកថាវីដេអូនេះមានប្រយោជន៍សូមជួយចុច like ជួយ comment អីផងដែរណាហើយខ្ញុំក៏ទទួលមតិរិះគន់ដើម្បីស្ថាបនាផ្សេងៗណាបងប្អូនអាច comment ខាងក្រោមបាន